លោកបានរដ្ឋាភិបាលផលិតករភាពយន្តឯកសារនឹងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជានឹងធ្វើជាប្រធានគណៈវិនិច្ឆ័យក្នុងការប្រកួតប្រជែងនៅមហោស្រពភាពយន្ត Locarno លើកទី78នៅប្រទេសស្វីសក្នុងឆ្នាំ2025នេះបើតាមបណ្ដាញព័ត៌មានបរទេសនានាចេញផ្សាយនៅថ្ងៃប្រហ័សនេះលោកនឹងធ្វើជាធិបតីក្នុងគណៈកម្មការដែលសម្រេចលើការផ្ដល់រង្វាន់សត្វខ្លារខិនមាស Golden Leopard ដែលជាការប្រកួតប្រជែងស្នាដៃភាពយន្តអន្តរជាតិកម្រិតកំពូលរបស់មហោស្រពភាពយន្ត Locarno មហោស្រពភាពយន្ត Locarno លើកទី78នៅក្នុងឆ្នាំ2025នឹងចាប់ផ្ដើមនៅថ្ងៃទី6រហូតដល់ថ្ងៃទី16ខែសីហាលោកប៉ាន់រិទ្ធីនាយកមជ្ឈមណ្ឌលឯកសារបូផាណាក្នុងទីក្រុងភ្នំពេញគឺជាផលិតករនិងជាអ្នកដឹកនាំរឿងដែលត្រូវគេស្គាល់យ៉ាងច្រើនលើឆាកអន្តរជាតិតាមរយៈការផលិតភាពយន្តឯកសារជាច្រើនតាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមភាពយន្តរបស់លោកបានចូលប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនទាំងនៅប្រទេសបារាំងនិងសហរដ្ឋអាមេរិកភាពយន្តចុងក្រោយរបស់ផលិតករភាពយន្តអាយុ61ឆ្នាំរូបនេះមានចំណងជើងថាការណាត់ជួបជាមួយប៉ុល ពត ភាពយន្តនេះត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តជាលើកដំបូងនៅទីក្រុងកានប្រទេសបារាំងកាលពីឆ្នាំ2024ហើយភាពយន្តក្រោមកិច្ចសហការជាមួយនឹងអ្នកកាសែតនិងអ្នកសរសេរសៀវភៅជនជាតិអាមេរិកដ៏ល្បីល្បាញលោកស្រី Elizabeth Becker នេះត្រូវបានដាក់បញ្ចាំងយ៉ាងផុសផុលនៅក្នុងរាជធានីភ្នំពេញផងដែរ